នៅលើផែនដីក្រោមមេឃនេះគ្មានអ្នកណាស្រឡាញ់កូនយ៉ាងម៉ែឪទេតែកូនអត់ដឹងទេតែម៉ែឪក៏ដឹងថាគាត់ស្រឡាញ់កូននឹងក្រៃលែងជាទីបើតែកូនអត់ដឹងឃើញទេអត់ដឹងម៉ែឪស្រឡាញ់ខ្លួនទេនៃការស្រឡាញ់របស់ម៉ែឪមកលើកូននេះនឹងធៀបតែទាំងហុំបណ្ណាធៀបជាចម្ងាយបណ្ណាអត់ធៀបបានទេតែលោកធៀបឧបមាលើកឧទាហរណ៍ថាមេដាបិតាស្រឡាញ់កូនដូចជាធ្មេញនឹងបបោមាត់យើងមានគ្រប់គ្នាហើយធម្មតាបបោមាត់នឹងធ្មេញមិនដែលឃ្លាតពីគ្នាទេគឺនៅគៀកគ្នាតែជាប់ជានិច្ចធ្មេញទុកដូចជាកូនបបោមាត់ទុកដូចជាមេដាបិតាឃើញទេបបោមាត់បិទបាំងការពារធ្មេញមិនឲ្យគេឃើញទេហើយអ្នកណាមកប៉ះពាល់អីធ្មេញប៉ះពាល់បបោមាត់ហ្នឹងមកណានេះលោកទីឧបមាអញ្ចឹងចិត្តស្និទ្ធដូចជាធ្មេញនៅបបោមាត់នឹងនិយាយពីមេត្តាធឿដែលគាត់ស្រឡាញ់ណាថាបញ្ជាក់ណាព្រះពុទ្ធថានៅលើដីក្រោមមេឃឥតមានណាស្រឡាញ់យើងដែលជាកូនស្មើនឹងមេត្តាបិតាយើងទេប៉ុន្តែដឹងថាម៉ែឪតែថាស្រឡាញ់កូនណាកូនអត់ដឹងថាម៉ែឪស្រឡាញ់ឯងដឹងតែមកខាងបើគូសង្សារបានគេដឹងតែរៀងខ្លួនដឹងថាអញស្រឡាញ់ប្រពន្ធស្រឡាញ់អញភាគីទាំងពីរនេះដឹងគ្នាទៅវិញទៅមកសេចក្តីណាដឹងតែម៉ែឪកូនដឹងតែមកខាងវាអាការស្រឡាញ់នេះទៀតគេថាគូសង្សារស្នេហានឹងឲ្យស្រឡាញ់គ្នាតស៊ូងាប់រងគ្នាហ្នឹងតែដល់អាត្មាមើលក្នុងសង្គមមនុស្សអាត្មាមិនទាន់ឲ្យតម្លៃថាការស្រឡាញ់របស់គូសង្សារប្តីប្រពន្ធមានស្ថិរភាពដូចម៉ែឪស្រឡាញ់ក៏អត់មែនដែរអាត្មាប្រើពាក្យស្រឡាញ់បណ្ដោះអាសន្នទេមិនបានអាត្មាថាសបណ្ដោះអាសន្នក៏ខ្លះរៀបចំគូសកលទៅបានតែកូន1កូន2ចែកផ្លូវណែបាក់មេឃឡាហែកធៀងហើយអានឹងឯងបណ្ដោះអាសន្នណាតាមបានទេអានឹងឯងបណ្ដោះអាសន្នចាំបើឃើញចាំកើតអាយុ60 70ឃើញកើតនៅទាំងពីរនាក់ដាក់ដៃគ្នាទៅវត្តអានឹងបានមានស្ថិរភាពរបស់គាត់ហើយតែនៅក្មេងអាត្មាមិនទាន់ជឿទេណាអានឹងប្រយ័ត្នបងប្រយ័ត្នអានឹងនិយាយពីការស្រឡាញ់